No ដល់ពេលដែលអ៊ីរ៉ង់គម្រាមលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំម្ដងហើយថាឲ្យប្រយ័ត្នខ្លួនអ៊ីរ៉ង់បានគម្រាមលោកដូណាល់ត្រាំឲ្យប្រយ័ត្នខ្លួនក្រោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំគម្រាមម្ដងហើយម្ដងទៀតស្រាប់តែពេលនេះទីក្រុងតេហេរ៉ង់គម្រាមទៅវិញឲ្យមេដឹកនាំអាមេរិករូបនេះប្រយ័ត្នខ្លួនអ៊ីរ៉ង់មិនខ្លាចអាមេរិកនោះទេការបង្ហោះសារនៅលើបណ្ដាញសង្គមកាលពីថ្ងៃអង្គារទី10ខែមីនាឆ្នាំ2026ជាមួយនឹងការប្រើពាក្យធ្ងន់ធ្ងរលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់អាលីឡារីឆានីគម្រាមថាលោកត្រាំសូមប្រយ័ត្នត្រូវគេកំចាត់វិញជាការឆ្លើយតបទៅនឹងពាក្យគម្រាមកំហែងរបស់ប្រធានាធិបតីអាមេរិកដែលនឹងវាយអ៊ីរ៉ង់ខ្លាំងជាងមុន20ដងមន្ត្រីសន្តិសុខកំពូលរបស់ទីក្រុងតេហេរ៉ង់បង្ហោះសារថាប្រជាជនអ៊ីរ៉ង់ដែលពោពេញទៅដោយស្មារតីលះបង់មិនខ្លាចពាក្យសម្ដីគម្រាមកំហែងទទេស្អាតរបស់លោកដូណាល់ត្រាំឡើយសូម្បីតែអ្នកដែលមានអំណាចជាងលោកក៏មិនអាចលុបបំបាត់ប្រជាជនអ៊ីរ៉ង់បានដែរចូលប្រយ័ត្នខ្លួនផ្ទាល់ត្រូវគេកំចាត់វិញទៅព័ត៌មានមួយទៀតនោះគឺអាមេរិកបានអះអាងថាបានបាញ់កំទេចនាវាដាក់មីនរបស់អ៊ីរ៉ង់ចំនួន16គ្រឿងដែលប្រុងធ្វើសកម្មភាពនៅច្រកសមុទ្រអ៊័រមូសសហរដ្ឋអាមេរិកបានបញ្ជាក់ថាកងកម្លាំងជើងទឹករបស់ខ្លួនបានបើកប្រតិបត្តិការវាយប្រហារយ៉ាងខ្លាំងក្លានឹងកំទេចនាវាដាក់មីនអ៊ីរ៉ង់ចំនួន16គ្រឿងដែលបំរុងធ្វើសកម្មភាពនៅច្រកសមុទ្រអ៊័រមូសព័ត៌មាននេះត្រូវបានទម្លាយដោយបញ្ជាការដ្ឋានកណ្ដាលអាមេរិកCENTCOM នឹងចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធទី11ខែមីនាឆ្នាំ2026យោងតាម CENTCOM កងកម្លាំងជើងទឹកអាមេរិកធ្វើប្រតិបត្តិការនេះក្នុងតំបន់ឈូងសមុទ្រពាក់និងច្រកអ៊័រមូសព្រោះរកឃើញថាអ៊ីរ៉ង់កំពុងព្យាយាមដាក់មីនក្នុងទឹកដើម្បីរារាំងនាវាដឹកប្រេងអន្តរជាតិនិងនាវាចម្បាំងអាមេរិកមិនឲ្យឆ្លងកាត់ច្រកសមុទ្រអ៊័រមូសដែលជាសរសៃឈាមសេដ្ឋកិច្ចសកល CENTCOM បានបញ្ជាក់ថានេះជាសកម្មភាពការពារខ្លួនជាមុនដើម្បីបង្ការកុំឲ្យមានវិនាសកម្មដល់នាវាស៊ីវិលនិងយោធានៅក្នុងប្រតិបត្តិការនេះអាមេរិកបានប្រើយន្តហោះចម្បាំង F-35 និងដ្រូនពិឃាត MQ-9 Reaper ដែលបានកំណត់គោលដៅយ៉ាងច្បាស់លើក្រុមនាវាដាក់មីនខ្នាតតូចនិងខ្នាតមធ្យមរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់ IRGC